ok giờ mà thua cá tam đán chỉ muốn nông quan miền phải chạy cao chiết mấy nó đam khai mẹ cá năm pi qua mặt phơi về mùi đó cái này tỏ cho nên mấy cái mọi khác về dương mà thua cá tam đán nông tu sản được từ dương đã tha ngày ní cứ chỉ ngày đầm bốn còn đôi chỉ ngày thì bốn khai mẹ cá năm pi qua mặt phơi về muối cứ chỉ khai chấp đám này sắp đa sầm khai một phút này bị phốt và chạy cao chiết cứ ca prop rất gì ấy pi qua mặt phơi về muối nó là vì gas tu chia sao tăng bị bọc lô cá nó bao bị thằngที่muối đo thằngที่ผมmuốn khaiมากระผลใต้thằngนี้มีปัจจัยสำคัญที่ชนะรวมแต่งการประกอบผลิตภัณฑ์ทั้งหมดนั่นนี่การปัจจัยกับวิชีให้นี่คือจุดสำคัญในแต่ตรงตำแหน่งปัจจัยกับวิชีเราดำkhaiมากระชนะปีปอนมาเพย์เป็นมวยพองไหนต่อจนจุดที่มุ้ยคือซัมซุงนั่งตัวการบาวชา4F ปีปอนมาเพย์เป็นมวยชิมวยนั่งเดอะฟล็อกน้องมองผมเป็นอย่างนี้มองPST ក្រុមហ៊ុន Samsung នឹងធ្វើការបាត់បង្ហាញផ្លូវការដឹកនាំដោយលោក TM Ross CEO នាយកប្រតិបត្តិផ្នែក Device Experience ចំណុចសំខាន់គឺបង្ហាញចក្ខុវិស័យរបស់ Samsung សម្រាប់ឆ្នាំ2026ជាមួយនឹងការប្រើប្រាស់ AI គ្រប់ទីកន្លែងដែលហៅថា AI Driven Customer Experience នៅក្នុងទូរស័ព្ទនិងទូរទស្សន៍ឬក៏ឧបករណ៍ផ្សេងៗរបស់ Samsung ផងដែរមិនទាន់មានការប្រកាសSamsung Galaxy S26 ទេយល់ថាវានឹងរំពឹងនៅចុងខែមករាឬក៏ដើមខែកុម្ភៈឆ្នាំ2026នេះឯងផងដែរប៉ុន្តែរំពឹងមានការលងអំពីផលិតផល AI ថ្មីជាច្រើនទៀតរបស់ផលិតផលក្រុមហ៊ុន Samsung ថ្មីផងដែរបាទនេះគឺជាចំណុចទី1តកតូនទៅនឹងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung យើងចូលទៅកាន់ចំណុចទី2គឺ CN Well Lavica និង Tech Trend Watch បងប្អូនព្រឹត្តិការណ៍នៅ CN Wall នៅ Mandalay អ្វីចាប់ពីម៉ោង4ដល់ម៉ោង7ល្ងាចផលិតផលបច្ចេកវិទ្យាថ្មីជាមុនរួមទាំង Robotics Quantum Computing និង AI application មានការពិភាក្សាជាមួយនឹង CN Tech Trend Watch អំពីនានាការឆ្នាំ2021ដូចជា Robotics ជាចំណុចសំខាន់នឹង AI ในការប្រើប្រាស់ជាក់ស្ដែងផងដែរហើយមួយទៀតគឺជាចំណុចសំខាន់ដែរនៃបច្ចេកវិទ្យាចំណុចទី3គឺនានាការធំដែលកំពុងត្រូវបាននិយាយដល់ AI ឈ្មោះទៅកាន់ការប្រើប្រាស់ជាក់ស្ដែងឆ្នាំ2021នឹងការផ្លាស់ប្ដូរពីការផ្សព្វផ្សាយ High ទៅជាការអនុវត្តប្រកបដូចជា Small Model បាទ World Models និង Physical AI ឬក៏ AI សម្រាប់ Robot ផងដែរ Robotic នឹងគឺជាដែលធ្វើជាតារាបាទរំពឹងឲ្យមានការប្រើប្រាស់ឬក៏មានការប្រកាស Robot និង Humanoid ច្រើនរួមទាំងការប្រើប្រាស់ AI ក្នុងរថយន្តនិងផ្ទះឆ្លាតវៃជាច្រើនផងដែរហើយមួយទៀតគឺទូរទស្សន៍ថ្មី Macro RGB LED Samsung និង LG បានប្រកាសទូរទស្សន៍ចំនួនថ្មីមានទំហំតូចជាងមុននិងមានពណ៌កាន់តែល្អ chip ថ្មីដូចជា Intel Panther Lake និងផលិតផលជាច្រើនទៀតគឺវានឹងមានធ្វើការកំណែប្រែ AMD Ryzen AI ថ្មីសម្រាប់ laptop AI PCS ផងដែរចុងដល់ចំណុចទី4គឺតកតូនទៅនឹងព័ត៌មានបច្ចេកវិទ្យាបន្តទៀតនោះគឺទីផ្សារភាគហ៊ុន chip ការឡើងខ្លាំងនៅដើមឆ្នាំ2026ដោយសារតែ AI boom នឹងធ្វើការផ្ទុះកាន់តែខ្លាំងឡើងបន្តទៀតហើយចំណុចចុងក្រោយគឺមានក្តីបារម្ភពីផលិតផលឬក៏ផលប៉ះពាល់បរិស្ថានពី data center AI ដែលប្រើផលិតផលវាច្រើនលើពីការរំពឹងទុកផងដែរហើយជាចុងក្រោយនោះគឺព្រឹត្តិការណ៍ CN នឹងបន្តនៅខែស្អែកថ្ងៃទី5មករាជាមួយនឹង Keynote ពី LG បាទ NVIDIA ហ្នឹងបាទ NVIDIA នៅក្រុមហ៊ុនផ្សេងឬក៏ក្រុមហ៊ុនធំផ្សេងទៀតបើមានការប្រកាសថ្មីបន្ថែមខ្ញុំនឹងធ្វើការបញ្ជាក់បន្ថែមទៀតអំពីបច្ចេកវិទ្យាឬក៏ផលិតផលថ្មីតាក់ទងទៅនឹង AI ទាំងអស់គ្នាបាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបច្ចេកវិទ្យាថ្មីបន្តទៀតសូមគោរពលា